ជាដំបូងសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះទីប៊ូអាតមកពីក្រុមទី4ហើយខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីបង្ហាញពីការអនុវត្តរបស់ក្រុមពួកខ្ញុំនៅក្នុង Module Sensor and Alarm System ក្នុងមេរៀន Strobe Beam Sensor ជាងនៅក្នុងមេរៀននេះខ្ញុំបានបែងចែកជា4ចំណុចទី1គឺតាក់ទងទៅនឹងគោលបំណងនៃមេរៀនទី2គឺសម្ភារៈអនុវត្តហើយនិង accessory ទី3គឺការដំឡើងហើយចុងក្រោយគេគឺដំណើរការនៃការអនុវត្តជាងនៅក្នុងគោលបំណងមេរៀនគឺខ្ញុំបែងចែកជា4ចំណុចទី1គឺបានស្គាល់និងដឹងពីតួនាទីរបស់ sensor ហើយទី2គឺយើងយល់ដឹងពីរបៀបប្រើប្រាស់ហើយទី3គឺយើងដឹងពីដំណើរការរបស់វាហើយចុងក្រោយគេគឺអត្ថប្រយោជន៍របស់ sensor មួយនេះចូលចំណុចទី2គឺសម្ភារៈវិញគឺនៅក្នុងការអនុវត្តគឺយើងត្រូវមានសម្ភារៈដូចជាទី1គឺ accessory ដែលមានដូចជាទូលវិជាដើមដើម្បីធ្វើការមុខខ្ចៅទី2គឺត្រូវមាន board មួយហើយនិងបង្គោល2ដែលវាជាជំនួយក្នុងការដំឡើង sensor ហើយចំណុចទី3គឺយើងត្រូវមាន Strobe Beam Sensor ដែលក្នុងនោះមាន emitter ហើយនិង receiver ហើយក្នុងការមើល emitter និង receiver គឺយើងចំណាំត្រង់ emitter គឺមានតែខ្សែ2ឯងគឺខ្សែពណ៌ត្នោតហើយនិងខ្សែពណ៌ខៀវដែលខ្សែពណ៌ត្នោតគឺខ្សែបូកខ្សែពណ៌ខៀវគឺខ្សែដកហើយ receiver គឺថែមខ្សែមួយទៀតគឺខ្សែពណ៌ខ្មៅដែលមានដែលជាខ្សែ output ហើយចុងក្រោយគេគឺ board control ដែល board controller យើងគឺបែងចែកជា3ផ្នែកទី1គឺ input power ដែលយើងអាចហៅថា main power ហើយប្រភពដែលចូលមកគឺជាប្រភព AC អញ្ចឹងកន្លែងនេះគឺឆក់ប៉ុន្តែពេលចេញប្រភពដែលចេញពី power supply វិញគឺជាប្រភព DC អញ្ចឹងចូលផ្នែក terminal គឺបែងចែកជា2គឺផ្នែកទី1ហ្នឹងគឺសម្រាប់ដោតរុនតាក់ទងទៅនឹង receiver និង emitter ឯផ្នែកទី2គឺ relay ហើយចុងក្រោយគេគឺផ្នែកទី3គឺ output ដែល output យើងគឺជាអំពូល output ដែលបានមកពីលទ្ធផលនៃការតេស្តទៅលើ sensor អញ្ចឹងខ្ញុំសូមមកបញ្យល់តាក់ទងនឹង relay បន្តិចនិយាយទៅ relay វាគឺជាកុងតាក់អេឡិចត្រូនិកមួយដែលយើងប្រើ voltage ទៅដើម្បីបញ្ជាភ្ជាប់ voltage ធំឧទាហរណ៍ថាយើងយកភ្លើង DC 210 V ដើម្បីបញ្ជាកុងតាក់មួយឲ្យវាភ្ជាប់ជាមួយនឹងភ្លើង AC 220 V គឺត្រង់ចំណុចហ្នឹងហើយនិយាយទៅ relay វាមានជើង5គាត់ហើយខ្ញុំផ្ដោតសំខាន់លើជើង2គឺជើង NC ហើយនិងជើង NO NC មកពីពាក្យពេញគឺ normal close ហើយ NO មកពីពាក្យពេញគឺ normal open បន្ទាប់មកឥឡូវយើងចូលដល់ចំណុចទី3គឺតាក់ទងទៅនឹងការដំឡើងក្នុងការដំឡើងជាដំបូងយើងត្រូវដាក់ emitter និង receiver ទល់មុខគ្នានៅលើ board ជំនួយហើយប្រវែងពី emitter ទៅ receiver ត្រូវមានចម្ងាយចាប់ពី20 cm ឡើងហើយបន្ទាប់មកយើងត្រូវយកដុំបង្គោលជំនួយដាក់លើ emitter មួយនិង receiver មួយហើយយើងមកទៅ on ដើម្បីឲ្យបង្គោលជំនួយជាប់នៅនឹង board ជំនួយបន្តមកទៀតគឺយើងត្រូវយកខ្សែ emitter ដែលមានខ្សែពណ៌ត្នោតនិងខ្សែពណ៌ខៀវហ្នឹងទៅដោតទៅក្នុង terminal ខ្សែទាំងពីរចូលបន្តមកទៀតគឺយើងត្រូវយកខ្សែ receiver ដែរដែលមាន3ខ្សែហ្នឹងទៅញាត់ចូលក្នុង terminal ដែរឲ្យត្រូវតាម pole បន្ទាប់មកយើងចូលដល់ចំណុចទី4គឺដំណើរការនៃការអនុវត្តបន្ទាប់មកយើងបើក disjonctor ពេលនោះគឺនឹងមានចរន្តឆ្លងចូលទៅក្នុង board control អញ្ចឹងជាដំបូងយើងធ្វើការអនុវត្តទៅលើ dark mode ឬក៏ dark on ដែលមានន័យថាប្រសិនបើមាន object អ្វីមួយឆ្លងកាត់ receiver និង emitter នោះអំពូលនឹងរលត់ប៉ុន្តែបើគ្មានអ្វីមួយឆ្លងកាត់ emitter និង receiver នោះអំពូលនឹងភ្លឺហើយចំពោះ light on ឬក៏ light mode គឺវាផ្ទុយពី dark mode ឬក៏ dark on ពោលគឺនៅពេលដែលមាន object អ្វីមួយឆ្លងកាត់ receiver និង emitter ពេលនោះគឺអំពូលនឹងរលត់ប៉ុន្តែបើសិនបើគ្មាន object អ្វីមួយឆ្លងកាត់ emitter ឬក៏ receiver ទេនោះអំពូលនឹងភ្លឺលើសពីនេះទៅទៀតយើងក៏បានធ្វើការតេស្តទៅលើ object ផ្សេងៗទៀតក៏ឃើញថា object ដែលថ្លាគឺមិនអាចធ្វើឲ្យ sensor ដំណើរការបានឡើយដែលជាហេតុធ្វើឲ្យអំពូលមិនភ្លឺទោះបីជា light on ឬក៏ dark on ក៏ដោយក៏ប៉ុន្តែក្រៅពី object ដែលថ្លាគឺអាចធ្វើឲ្យ sensor ដំណើរការបានដោយធម្មតាដោយសារតែពន្លឺដែលចេញពី emitter មិនអាចឆ្លងកាត់ object ទៅកាន់ receiver បានជាក់ស្ដែងដូចក្នុងវីដេអូនេះគឺពួកយើងបានធ្វើការតេស្តទៅលើ object ជាច្រើនដូចជាក្រដាសគឺអាចធ្វើឲ្យ sensor ដំណើរការបានដោយសារតែពន្លឺវាមិនអាចឆ្លងកាត់ក្រដាសបានជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់ពួកខ្ញុំបកស្រាយរហូតដល់ទីបញ្ចប់សូមអរគុណ